សូមបញ្ជាក់ជូនថាតកតងនឹងការងារគ្រប់គ្រងជីវៈចម្រុះរបស់យើងហ្នឹងយើងដែលក្នុងនោះយើងមានជាការគ្រប់គ្រងទៅលើដើមឈើដែលមានហានិភ័យណាដោយអ្នកសារព័ត៌មានទាំងអស់បានជ្រាបហើយថានៅតំបន់អង្គរយើងនេះមានដើមឈើធំធំណាដើមឈើធំធំហើយឥឡូវនេះវាកំពុងតែដោយសារការតាក់ទងនឹងការប្រែប្រួលអាកាសធាតុធ្វើឲ្យមានបញ្ហានៅពេលដែលមានខ្យល់កន្ត្រាក់នៅពេលដែលមានភ្លៀងម្ដងហ្នឹងគឺជាពិសេសនៅក្នុងខែវស្សាដែលនឹងឈានចូលមកពេលខាងមុខនេះយើងតែងតែជួបមករយៈពេលចុងក្រោយនេះគឺមានការបាក់មែកដូចជាដួលរលំដើមឈើមួយចំនួនអញ្ចឹងក្នុងការគ្រប់គ្រងហានិភ័យដើមឈើនេះក្រុមការងាររបស់យើងតែងតែធ្វើការពិនិត្យចុះពិនិត្យតាមដានជាប្រចាំណាជាប្រចាំដើម្បីធ្វើការបង្ការនិងទប់ស្កាត់ហានិភ័យដែលកើតឡើងដោយសារដើមឈើទាំងអស់នោះហើយថ្មីនេះដូចបានជ្រាបហើយគឺយើងអាជ្ញាធរជាតិអប្សរាយើងបានធ្វើសេចក្តីជូនដំណឹងមួយតាក់ទងនឹងផ្សព្វផ្សាយទៅសាធារណជនជាពិសេសភ្ញៀវជាតិអន្តរជាតិដែលមកទស្សនារមណីយដ្ឋានអង្គរហ្នឹងឲ្យមានការប្រុងប្រយ័ត្នណាឲ្យមានការប្រុងប្រយ័ត្នក្នុងបញ្ហាដែលកើតឡើងដោយសារដើមឈើបាទហើយចំណុចទី1ដែលខ្ញុំចង់ជម្រាបជូនហើយនៅចំណុចទី2តាក់ទងនឹងការងារដែលការបង្កើនគម្របព្រៃឈើឡើងវិញហ្នឹងហើយការបង្កើនគម្របព្រៃឈើឡើងវិញហ្នឹងវាយើងចង់សម្ដៅលើការបណ្ដោះកូនឈើដាំកូនឈើហើយនឹងរួមទាំងការចែកចាយកូនឈើទៅសាធារណជនដោយឥតគិតថ្លៃអញ្ចឹងតាក់ទងនឹងការងារនេះយើងមានស្ថានីយ៍អាជ្ញាធរជាតិអប្សរាយើងមានស្ថានីយ៍បណ្ដោះកូនឈើជាងមានចំនួន11កន្លែងណាបណ្ដោះកូនឈើហើយយើងសូមបញ្ជាក់ជូនថានៅក្នុងរមណីយដ្ឋានអង្គរយើងតាមយើងបានធ្វើការសិក្សាកន្លងមកនេះកូនឈើរុក្ខជាតិណារុក្ខជាតិទាំងតូចទាំងធំយើងឃើញមានប្រហែលជាង150ប្រភេទណាជាង150ប្រភេទហើយដោយជំរាបជូនអញ្ចឹងយើងមានស្ថានីយ៍បណ្ដោះកូនឈើជាង11កន្លែងដែលមានលទ្ធភាពអាចដាំនិងចែកជូនសាធារណជនបានមួយឆ្នាំជាង 100000 ដើមណាជាង 100000 ដើមហើយតាំងពីឆ្នាំ2004មកដល់បច្ចុប្បន្ននេះយើងបានដាំនឹងចែកចាយជិត3លានដើមហើយណាជិត3លានដើមហើយអាហ្នឹងតាក់ទងនឹងការងារអញ្ចឹងនៅក្នុងរដូវវស្សាខាងមុខនេះយើងនឹងតាក់ទងនឹងការចែកចាយកូនឈើខ្ញុំចង់ជម្រាបជូនដែរថាយើងនឹងផ្ដល់ជូនដល់ឥតគិតថ្លៃជូនសាធារណជនទូទាំងប្រទេសណាដោយមកទទួលស្នើសុំហើយមកទទួលកូនឈើពីអាជ្ញាធរអប្សរាយើងបើកជូនចាប់ពីពេលនេះតទៅរហូតដល់ពាក់កណ្ដាលខែ9ណាជាចន្លោះពេលដែលរដូវវស្សាហើយពេលរយៈពេលដែលកូនឈើយកទៅដាំលូតលាស់បានល្អណាបាទហើយតាក់ទងនឹងចំណុចទី3ខ្ញុំចង់បញ្ជាក់ជូនដែរតាក់ទងនឹងការងារដោះលែងសត្វព្រៃណាដោះលែងសត្វព្រៃយើងបានកន្លងមកហ្នឹងយើងបានធ្វើការងារនេះជាមួយរដ្ឋបាលព្រៃឈើនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលមកដល់នេះដល់ពេលនេះយើងបានធ្វើជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា CWC ហ្នឹងហើយយើងបន្តការងារជាមួយគ្នាហើយចាប់ពីឆ្នាំ2013មកយើងបានអនុវត្តការងារហ្នឹងបាទហើយយើងបានដោះលែងនៅពេល2013ហ្នឹងដល់ពេលដែលចាប់ដើមការងារហ្នឹងយើងបានធ្វើការដោះលែងតូចមកុដណាតូចមកុដមួយគូនៅក្បែរប្រាសាទតនីណាប្រាសាទតនីហើយមកដល់ឥឡូវនេះតូចមកុដមានជាង10ក្បាលហើយណាចូល15 16ក្បាលហើយលើកើតកូនបន្តបន្ទាប់ហើយក្រៅពីសត្វតូចមកុដហ្នឹងយើងមានសត្វច្រើនប្រភេទទៀតណាដូចជាភេណាភេខ្លួនរលោងហ្នឹងហើយមានឆ្លុះណាឆ្លុះស្វាព្រាមហើយនឹងសត្វស្លាបមួយចំនួនដូចជាពវាំងកេងកងតូចកេងកងធំ
កងោកណាកងោកព្រៃរបស់យើងណាបាទហើយតាក់ទងនឹងការងារនេះក៏យើងនៅសួនរុក្ខជាតិអង្គរដែលយើងឈរនៅទីនេះហ្នឹងក៏យើងបានធ្វើការដូចជំរាបចឹងជាមួយអង្គការ CWC គាំពារសត្វព្រៃកម្ពុជាហ្នឹងយើងបានធ្វើជារូបភាពមួយចំនួនសម្រាប់តាំងបង្ហាញពីការងារដោះលែងសត្វរបស់យើងណាបាទអញ្ចឹងចង់បញ្ជាក់ជូនថាក្រៅពីសម្រាប់ភ្ញៀវដែលមកទស្សនារមណីយដ្ឋានអង្គរក្រៅពីគាត់ទស្សនាប្រាសាទណាដើមឈើណាដើមឈើអីចឹងក៏គាត់អាចទស្សនាក៏មានសត្វព្រៃមានអីនៅទីនេះតាមរយៈគម្រោងនេះយើងបានបង្កើនចំនួនសត្វព្រៃដែលពីមុនមកសត្វមួយចំនួនប្រភេទមួយចំនួនហ្នឹងបានបាត់បង់ពីអតីតកាលបាត់បង់ហើយឥឡូវយើងឲ្យមានឡើងវិញហើយសត្វមួយចំនួនទៀតដែលមានអត្រាតិចឲ្យកើនចំនួនឡើងវិញណាបាទប្រហែលជាទាំងអស់គ្នាបានឃើញហើយភេយើងណាភេយើងដើរពេញណានៅជាពិសេសយើងអាចនិយាយបានថាជាផ្ទះវានៅនៅខ្លោងទ្វារខ្មោចណាហ្នឹងហើយខ្លោងទ្វារខ្មោចមានឱកាសអាចទៅមើលទៅឃើញហើយនៅទីនោះបាទច្រើនជាង10ក្បាលឥឡូវយើងប្រទះឃើញវាសូមបញ្ជាក់ជូនថាគម្រោងការងារដល់លេងសត្វព្រៃនេះក៏ជាគោលគំនិតគឺចង់ឲ្យសត្វហ្នឹងរស់នៅក្នុងធម្មជាតិរបស់វាណាយើងអត់មិនមែនជាសួនសត្វទេណារមណីយដ្ឋានអង្គរជាមិនមែនជាសួនសត្វអញ្ចឹងមិនមែនសួនសត្វហ្នឹងសំដៅថាសត្វនៅក្នុងទ្រុងណានៅរមណីយដ្ឋានអង្គរយើងឲ្យសេរីភាពទៅលើសត្វរស់នៅក្នុងធម្មជាតិវាដើរហើរដែរអីឥឡូវយើងប្រទះឃើញភេយើងប្រទះឃើញភេរបស់យើងនៅនេះណានៅទៅដល់ប្រទេសស្រីនៅទៅប្រទេសស្រីវាស្វែងរកចំណីចឹងទៅវាដល់ណាវារស់នៅជុំគ្នានៅពេលណាមួយហ្នឹងគឺវាបែកសបុកប្រស័តហើយមួយចំនួនទៀតយើងឃើញនៅខាងនោះផ្លូវទៅពលានយន្តហោះណាកន្លែងណាដែលមានវាអាចរកចំណីរកឲ្យបានវាទៅដល់នោះបាទអាហ្នឹងតាក់ទងនឹងសត្វរបស់យើងណាបាទហើយតាក់ទងនឹងសត្វស្លាបរបស់យើងវិញប្រហែលជាបានទទួលព័ត៌មានមួយចំនួនហើយអ្នកសារព័ត៌មានទាំងអស់គឺដូចជាឧទាហរណ៍ដូចកេងកងធំរបស់យើងអញ្ចឹងគឺយើងដោះលែងនៅអង្គរណាគឺវាហោះហើររហូតទៅដល់ក្រុងវាហោះពេញនឹងណាបាទអញ្ចឹងតាមរយៈការងារដោះលែងសត្វនេះក៏ជាចង់ឲ្យជាឧទាហរណ៍មួយសម្រាប់គ្រប់ទីតាំងអភិរក្សទាំងអស់ចង់ឲ្យរមណីយដ្ឋានអង្គរនេះជាគំរូណាជាគំរូមួយសម្រាប់អនុវត្តនៅទីតាំងផ្សេងទៀតអាហ្នឹងជាគោលគំនិតរបស់ការងារអភិរក្សតាក់ទងនឹងសត្វព្រៃណាបាទ